มนุษย์ម្នាក់ដែលធ្លាប់តែជាម្ចាស់ផែនដីជាអាទិទេពដែលមនុស្សរាប់លាននាក់លុតជង្គង់ក្រាបថ្វាយបង្គំបែរជាត្រូវមកទិញសម្បត្តិដើម្បីចូលមើលផ្ទះរបស់ខ្លួនឯងនៅចុងបញ្ចប់នៃជីវិតនេះមិនមែនជារឿងប្រឡំលោកនោះទេតែវាគឺជាខ្សែជីវិតពិតដ៏ជូរចត់របស់ព្រះចៅអធិរាជពូយីដែលជាអធិរាជចុងក្រោយបង្អស់របស់ប្រទេសចិនឡើងសោយរាជទៀងមិនដឹងក្តីរឿងរ៉ាវបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ1908នៅពេលនោះស្ដេចស្រីដ៏មានអំណាចគឺព្រះនាងស៊ូស៊ីចិត្តសោយទីវង្គតព្រះនាងបានបញ្ជាឲ្យគេនាំខ្លួនកុមារតូចម្នាក់មានអាយុទើបតែ2ឆ្នាំមកកាន់វាងហាមឃាត់ដើម្បីឡើងសោយរាជជាអធិរាជថ្មីក្នុងព្រះនាមថាព្រះចៅស៊ុនតុងកុមារតូចពូយីត្រូវបានបំបែកបំបាក់ពីម្ដាយបង្កើតរស់នៅដាច់ឆ្ងាយពីពិភពលោកខាងក្រៅពាត់ដោយស្រីស្នំនិងមានមហាថ្លឹករាប់ពាន់នាក់ទ្រង់បានត្រូវគេថ្វាយបង្គំដូចជាព្រះតែទ្រង់គ្មានសេរីភាពសំបីតែក្មេងលេងជាមួយក៏គ្មាននោះដែរបដិវត្តនិងជីវិតរដ្ឋក្នុងរដ្ឋក្តីសុខក្នុងវាងមាសរលាយបាត់ទៅវិញយ៉ាងលឿននៅឆ្នាំ1912ដែលវត្តស៊ីនហៃដឹកនាំដោយលោកស៊ុនយ៉ាតសេនបានវាយរំលំរបបរាជានិយមពូយីក្នុងវ័យ6ឆ្នាំត្រូវបានបង្ខំឲ្យដាក់រាជ្យប៉ុន្តែរាជរដ្ឋាភិបាលសាធារណរដ្ឋថ្មីបានយល់ព្រមឲ្យទ្រង់រស់នៅក្នុងវាងហាមឃាត់បន្តទៀតក្នុងឋានៈជាស្ដេចគ្មានអំណាចរហូតដល់ឆ្នាំ1924របបជីវិតបានផ្លាស់ប្ដូរម្ដងទៀតមេទ័ពម្នាក់ឈ្មោះថាហ្វឹងយូសៀងបានធ្វើរដ្ឋប្រហារហើយបណ្ដេញពូយីនិងមហេសីចេញពីវាងហាមឃាត់ភ្លាមទ្រង់បានរត់ទៅជ្រកកោនជាមួយនឹងស្ថានទូតជប៉ុនដែលនេះជាការចាប់ផ្ដើមនៃកំហុសដ៏ធំមួយក្នុងជីវិតស្ដេចអាយ៉ងនៃសង្គ្រាមលោកដោយមានមហិច្ឆតាចង់ស្ដាររាជវង្សដូនតាឡើងវិញពូយីបានធ្លាក់ចូលទៅក្នុងល្បិចរបស់កងទ័ពជប៉ុនក្នុងសម័យសង្គ្រាមលោកលើកទី2ជប៉ុនបានយកទ្រង់ទៅតែងតាំងជាអធិរាជនៃរដ្ឋអាយ៉ងម៉ាន់ជូគួរប៉ុន្តែនៅក្នុងវាងថ្មីនេះពូយីគ្មានអំណាចអ្វីទាំងអស់ទ្រង់គ្រាន់តែជាឈ្នាន់ឬក៏ជាឧបករណ៍នយោបាយដែលជប៉ុនប្រើដើម្បីសង្កត់សង្កិនប្រជាជនចិនតែប៉ុណ្ណោះទ្រង់រស់នៅទាំងភ័យខ្លាចនិងខូចចិត្តជាខ្លាំងខណៈដែលមហេសីរបស់ទ្រង់គឺព្រះនាងវ៉ាន់រុងបានធ្លាក់ខ្លួនញៀនអាភៀនរហូតដល់បាត់បង់ជីវិតយ៉ាងវេទនាពីអធិរាជមកជាអ្នកទោសនិងជាអ្នកថែសួននៅក្នុងឆ្នាំ1945ពេលជប៉ុនចាញ់សង្គ្រាមលោកពូយីត្រូវបានកងទ័ពសូវៀតចាប់ខ្លួននិងបញ្ជូនទៅឃុំខ្លួននៅស៊ីបេរីអស់5ឆ្នាំក្រោយមកសូវៀតបានប្រគល់ទ្រង់មកឲ្យរាជរដ្ឋាភិបាលចិនកុម្មុយនីសរបស់លោកម៉ៅស៊ីនតុងនៅពេលនោះអតីតអធិរាជអង្គរនេះត្រូវបានបញ្ជូនទៅគុកកែប្រែគំនិតអស់រយៈពេល9ឆ្នាំនៅក្នុងគុកពូយីត្រូវរៀនធ្វើអ្វីៗគ្រប់យ៉ាងដូចជាមនុស្សធម្មតាដែរចាប់តាំងពីការបោកខោអាវដាំបាយរហូតដល់ការចងខ្សែស្បែកជើងខ្លួនឯងដែលទ្រង់មិនដែលធ្លាប់ធ្វើទាល់តែសោះតាំងពីកើតមកក្រោយទទួលបានការលើកលែងទោសនៅឆ្នាំ1949ពូយីត្រូវបានក្លាយទៅជាពលរដ្ឋធម្មតាទ្រង់បានចូលធ្វើការជាអ្នកថែសូននិងជាអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រទ្រង់បានរៀបការជាមួយនឹងកិលានុបដ្ឋាយិកាម្នាក់និងរស់នៅយ៉ាងសាមញ្ញមានរឿងដំណាលថានៅចុងជីវិតពេលទ្រង់ចង់ទៅលេងវាងហាមឃាត់ដែលជាកន្លែងកំណើតរបស់ខ្លួនទ្រង់ត្រូវឈរតម្រង់ជួរដើម្បីទិញសម្បត្តិចូលទស្សនាដោយភ្ញៀវទេសចរដទៃទៀតដែរពូយីបានលាចាកលោកនៅក្នុងឆ្នាំ1967ក្នុងវ័យ61ឆ្នាំខ្សែជីវិតរបស់ទ្រង់គឺជាសក្ខីភាពនៃការបញ្ចប់របបរាជានិយមចិននិងគឺជាមេរៀនមួយដែលបង្ហាញថាមានអ្វីស្ថិតស្ថេរជារៀងរហូតនោះឡើយសូមអរគុណដែលបានចំណាយពេលវេលាក្នុងការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្ទាប់